សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិជ្រាបអំពីកិច្ចការពីអធិបតេយ្យភាពបូរណភាពទឹកដីនិងប្រជាជនរបស់រាជរដ្ឋាភិបាលដែលមានអត្ថន័យដូចតទៅរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានប្រកាន់យកអភិក្រមស្ងាត់តែមិនស្ងៀមដោយចាត់ទុកកិច្ចការពីអធិបតេយ្យភាពបូរណភាពទឹកដីនិងប្រជាជនជាអាទិភាពខ្ពស់បំផុតនិងប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចាការទូតនិងការប្រើប្រាស់យន្តការទ្វេភាគីដែលបានព្រមព្រៀងគ្នាដោយផ្អែកលើច្បាប់អន្តរជាតិនៅក្នុងដំណើរការនេះរាជរដ្ឋាភិបាលបានប្រើប្រាស់មធ្យោបាយច្រើនយ៉ាងដើម្បីការពារអធិបតេយ្យលើទឹកដីដែលកងកម្លាំងថៃកំពុងតែកាន់កាប់ដោយខុសច្បាប់ទី1ការជំរុញឲ្យភាគីថៃគោរពនិងអនុវត្តកិច្ចព្រមព្រៀងដែលមានចែងក្នុងសេចក្តីប្រកាសរួមចុះថ្ងៃ27ខែធ្នូឆ្នាំ2025ជាពិសេសចំណុចទី3ដែលភាគីទាំងពីរបានឯកភាពគ្នាថាកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នេះមិនប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឡើយនិងបានព្រមព្រៀងគ្នាប្រគល់ទូនាទីឲ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ដើម្បីវាស់វែងខណ្ឌសីមាព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឲ្យបានឆាប់បំផុតដោយផ្ដល់អត្ថប្រយោជន៍ខ្ពស់ដល់ទីតាំងដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅគិតមកទល់នឹងពេលនេះគណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូ10លើកហើយទៅកាន់សមាភាគីថៃដើម្បីស្នើសុំបើកកិច្ចប្រជុំពិសេសគណៈកម្មការ JBC និងស្នើចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះធ្វើការងារនៅលើដីជាក់ស្ដែងបន្តពីការងារដែលធ្លាប់បានធ្វើកាលពីពេលកន្លងទៅកម្ពុជានៅតែប្រកាន់ជំហរម៉ឺងម៉ាត់ដាច់ខាតក្នុងការការពារអធិបតេយ្យភាពបូរណភាពទឹកដីរបស់ខ្លួនដោយមធ្យោបាយសន្តិវិធីតាមរយៈយន្តការ JBC ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាទី2រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិតែងតែតវ៉ាជាផ្លូវការនិងយ៉ាងខ្លាំងក្លាប្រឆាំងទៅនឹងសកម្មភាពខុសច្បាប់នានារបស់កងកម្លាំងថៃនៅលើទីតាំងដែលពួកគេដណ្ដើមកាន់កាប់ដោយខុសច្បាប់កាលពីឆ្នាំ2025សកម្មភាពទាំងអស់នោះរួមមានដូចជាការជីកលីនដ្ឋានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាដូចជាផ្លូវនិងសំណង់ផ្សេងៗទៀតដែលជាសកម្មភាពកែប្រែស្ថានភាពជាក់ស្ដែងនៅលើដី fait accompli ក្នុងគោលបំណងចង់កាន់កាប់ជាអចិន្ត្រៃយ៍ការតវ៉ានេះធ្វើឡើងនៅគ្រប់ចំណុចទាំងអស់ដែលភាគីថៃបានធ្វើសកម្មភាពដោយមិនចន្លោះកន្លែងណាមួយឡើយហើយការតវ៉ានេះគឺជាភស្តុតាងបញ្ជាក់ពីការការពារដែនអធិបតេយ្យភាពបូរណភាពទឹកដីរបស់ខ្លួនពីការកាន់កាប់ដោយខុសច្បាប់របស់កងកម្លាំងថៃទី3ការសម្របសម្រួលឲ្យក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃជាបន្តបន្ទាប់ឥតដាច់ដំណើរបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានធ្វើឡើងដើម្បីធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃក៏ដូចជាការគោរពនិងអនុវត្តគ្រប់ចំណុចទាំងអស់ដែលមានចែងក្នុងកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានមានគោលដៅលើកកម្ពស់តម្លាភាពការជឿទុកចិត្តគ្នាសម្ដៅធ្វើយ៉ាងណាឲ្យស្ថានភាពវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញនិងកសាងសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរកម្ពុជាផ្ដល់តម្លៃយ៉ាងខ្ពស់ដល់អាណត្តិនិងទូនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាននិងគាំទ្រពេញទំហឹងនៅបេសកកម្មនេះទី4រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្មដើម្បីការពារអធិបតេយ្យភាពបូរណភាពទឹកដីនិងប្រជាជនដោយចាត់ទុកជាអាទិភាពខ្ពស់បំផុតជាក់ស្ដែងតាមរយៈជំនួបជាមួយនឹងភ្ញៀវបរទេសនានាមិនថានៅក្នុងឬក្រៅប្រទេសមិនថានៅក្នុងក្របខ័ណ្ឌតំបន់ឬលើឆាកអន្តរជាតិឡើយសម្ដេចប្រមុខរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាតែងតែជម្រាបជូនសមាភាគីឬក៏ដៃគូសន្ទនាអំពីការវិវត្តថ្មីនៃស្ថានភាពនៅតាមព្រំដែនកម្ពុជាថៃនិងបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួននិងចង់ដោះស្រាយបញ្ហាដោយសន្តិវិធីដោយផ្អែកលើអនុសញ្ញាសន្ធិសញ្ញានិងច្បាប់អន្តរជាតិភាពជាអ្នករងគ្រោះរបស់កម្ពុជាដែលត្រូវបានប្រទេសថៃរំលោភបំពានលើបូរណភាពទឹកដី
និងជំហរការទូតដ៏ត្រឹមត្រូវនិងមានភាពចាស់ទុំរបស់រាជរដ្ឋាភិបាលកម្ពុជាបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់សហគមន៍អន្តរជាតិសហគមន៍អន្តរជាតិកំពុងតែជំរុញឲ្យមានដំណោះស្រាយឲ្យបានឆាប់នៅបញ្ហាព្រំដែនតាមរយៈយន្តការ JBC ដើម្បីអនុញ្ញាតឲ្យជនភៀសសកកម្ពុជាជិត 20,000 នាក់ទៀតអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញដោយគ្មានការរារាំងដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរសូមបញ្ជាក់ជូនថាកម្ពុជានិងថៃមានព្រំដែនអន្តរជាតិច្បាស់លាស់ដែលកំណត់ដោយអនុសញ្ញានិងសន្ធិសញ្ញាអន្តរជាតិរួចហើយដោយគ្មានភាគីណាមួយអាចកែប្រែខ្សែព្រំដែនអន្តរជាតិនេះជាឯកតោភាគីបានឡើយច្បាប់អន្តរជាតិក៏មិនអនុញ្ញាតឲ្យប្រទេសណាមួយប្រើកម្លាំងយោធាចូលកាន់កាប់ទឹកដីប្រទេសមួយទៀតបាននោះដែរដូច្នេះជំរឿសដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជាគឺពិតជាត្រឹមត្រូវអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មានបាទសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះ